បងប្អូននេះគឺជារបស់ថ្មីតែម្ដងមិនមែនថ្មីតែនៅក្នុងស្រុកយើងទេគឺថ្មីទូទាំងពិភពលោកតែម្ដងសម្រាប់ brand MJX ហើយ Bigo ដែលកូដរបស់វាឈ្មោះថា A8E បងប្អូន A8E និង A8E Plus តែបច្ចុប្បន្នមានតែ A8E ទេ A8E Plus នឹងក្រុងចេញតែវាមិនទាន់ចេញទេដែល scale របស់វា1 លើ 8ដែលវាប្រើ brushless motor តោះកុំឲ្យបងប្អូនរងចាំយូរព្រោះលើកេះអត់មានស្អីទេខ្មៅស្អាតទេចាំមើលតើខាងក្នុងមិនដែរតើបងប្អូនបើប្រអប់តែម្ដងសុំយកបងប្អូនមើល seal protect គេគឺអែមខ្លាំងមែនតើប្រើអេប៉ុងសើ2តងហើយជាប្រភេទអេប៉ុងដែលក្រាស់មឹកតែម្ដងតោះឥឡូវយើងចូលទៅដល់មើលឡានអូធន់បងប្អូនធន់ដែរអញ្ចឹងមុនចូលដល់ឡានបងប្អូនអ្វីដែលមកជាមួយគឺសភើណែនាំអូមជាមួយនឹងខាងនេះដៃតេឡេចំទៀតដៃតេឡេធំញាក់សាច់តែម្ដងដៃតេឡេនេះដូច A8X ខាង A8P បងប្អូនដូចគ្នាតែម្ដងណាពុំតែមួយមកព្រោះនេះ A8E ជាមួយនឹង spare part មកមួយចំនួនទៀតនៅក្នុងនេះតែ spare part កញ្ចែកបញ្ចប់មិនបាច់មើលដល់អស់ទេហើយយើងទៅមើលឡានតែម្ដងអូយរងចាំយូរបងប្អូនអើយមកទៅចូលកំងអត់តន់ពួកអឺរ៉ុបទៀតបែកខាងអឺរ៉ុបគឺយកលឿនមែនតើព្រោះ brand នេះរៀងវាតាកម្មាបងប្អូនរៀងថ្មីតែម្ដងណាស្ញាប់តកោMJX អូយធ្ងន់ណាស់អូចាញ់បងប្អូនអូ my god កប់សេរីតែម្ដងអូមើលតាក់ថ្នាំគេបងប្អូនចឹងតែមានគិតថាក្នុងកាមេរ៉ាប្រហែលជាសូវឃើញច្បាស់ទេតែខាងក្រៅវាមានជាកម្មៃភ្លឺហើយផ្លេកទៀតកប់សេរីមែនតើបើកទ្វារមកបាទមើល design ខាងក្រៅរៀងតាកម្មាតែម្ដងហើយប្រភេទកង់របស់វាបងប្អូននេះអូកង់ច្បឺតខ្លាំងណាស់បងប្អូនអើយតែឥឡូវយើងចូលទៅមើលខាងក្នុងតិចអានេះប្រើដៃឆក់ណាក្លឹបអូបងប្អូនមើលសាវ៉ូនេះសាវ៉ូកណត់លបឿនសាវ៉ូប៉ុងមុខសាវ៉ូប៉ុងក្រោយជាមួយនឹងសាវ៉ូឆ្កូត35គីឡូ EFC receiver ដាច់ហើយប្រភេទ EFC នេះជាប្រភេទ EFC ដែលយើងកណិចមើលតាមទូរស័ព្ទបានទៀតមាន app វាណា waterproof ពេញលេញថ្មវានេះអត់មានមកជាមួយឡានទេតែវាដាក់ប្រើ 2S ក៏បាន 3S ក៏បាន 7.4V ក៏បាន 11.1V ក៏បានអានេះខ្សែប្រព័ន្ធភ្លើងវារៀបមកខាងក្រោយឲ្យស្អាតចេះហ្មងអាហ្នឹងដកសាវ៉ូបានប៉ុណ្្នឹងឯណាអូខេអញ្ចឹងវីដេអូ unboxing មានប៉ុណ្្នឹងឯងបងប្អូនមិនមែនជាវីដេអូ test ផងតែអានេះប្រព័ន្ធពងពេញលេញអានេះដកបានទៀតអូអានេះដកបានអីបានអានេះពេលយើងល្អកង់ល្អអីយើងដាក់យកទៅប្រើតែម្ដងណាអូខេអញ្ចឹងសម្រាប់វីដេអូហ្នឹងមានប៉ុណ្្នឹងតម្លៃវា400ជាងឯងបងប្អូនតម្លៃល្អខ្លាំងចង់បានអាច contact មកបានណាឥឡូវចាំមើលវីដេអូក្រោយឲ្យមាននឹងធ្វើការតេស្តបិទបើកប្រព័ន្ធពងវាជាក់ស្ដែងតែម្ដងបាទសម្រាប់វីដេអូហ្នឹងមានប៉ុណ្្នឹងអរគុណ